ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានអត្ថបទមួយមកចែករំលែកដល់បងប្អូនទាំងអស់គ្នាអត្ថបទនេះមានចំណងជើងថាដោះលេខសម្ងាត់គិតអភិវឌ្ឍបែបដាវីនស៊ីកំពូលមនុស្សអច្ឆរិយៈលើពិភពលោក Leonardo da Vinci តើ Leonardo da Vinci គឺជានរណាឈ្មោះនេះមិត្តដែលអានជាច្រើនធ្លាប់បានប្រកាសជាបានស្គាល់ក៏ប៉ុន្តែបើមិនទាន់បានស្គាល់ទេយើងនឹងអនុញ្ញាតណែនាំបន្តិចសិនព្រោះគាត់គឺជាកំពូលមនុស្សអច្ឆរិយៈនៅលើពិភពលោកគាត់មិនត្រឹមតែវិស្វករប៉ុណ្ណោះទេក៏ប៉ុន្តែជាអច្ឆរិយៈច្រើនជំនាញទៀតផងរហូតទៅដល់គេចាត់ទុកថាជាកំពូលអភិវឌ្ឍកំពូលគំនិតអភិវឌ្ឍលើពិភពលោករកគូប្រៀបប្រដូចគ្មានគាត់បានកើតនៅទីក្រុងដាវិនស៊ីនៅថ្ងៃទី15ខែមេសាឆ្នាំ1452ជាមនុស្សដែលមានសមត្ថភាពជាច្រើនដូចជាស្ថាបនិកបែបចម្រុះតន្ត្រីករអ្នកកាយវិភាគអ្នកកែច្នៃវិស្វករបដិមាធរមានវិទ្យាជាងគំនូរនិងមានស្នាដៃសិល្បៈឈ្មោះបោះសម្លេងជាច្រើនទៀតរួមមានអាហារពេលចុងក្រោយនៃរូបគំនូរឈ្មោះថា Mona Lisa ដែលបានប្រែក្លាយទៅជាអមតៈរហូតមកដល់សពថ្ងៃនេះដោយសារតែជាបុរសដែលពេញចិត្តជាមួយនឹងមុខវិជ្ជាជាច្រើន Leonardo ក៏បានបណ្ដុះគំនិតស្រឡាញ់មុខវិជ្ជាចម្រុះសម័យបច្ចេកវិទ្យាហើយក៏បានក្លាយពីបុគ្គលដ៏សំខាន់នាសម័យនោះ Leonardo da Vinci បានស្លាប់នៅទីក្រុងអំប៊ូនៅថ្ងៃទី2ខែឧសភាឆ្នាំ1519ប្រហែលជា500ឆ្នាំមុនក៏ប៉ុន្តែអ្វីដែលគាត់បានស្រាវជ្រាវនិងច្នៃប្រឌិតត្រូវបានគេចាត់ទុកជាអមតៈដ៏សំខាន់ពិភពលោករបស់គាត់ហើយពិបាករកគូប្រៀបណាស់ជាពិសេសរឿងគំនិតអភិវឌ្ឍឆ្ពោះទៅមុខកាលពីពេលនោះមកមានសៀវភៅមួយក្បាលបានគិតវិភាគបែប Leonardo da Vinci ជាភាសាអង់គ្លេសថា How to Think Like Leonardo da Vinci និពន្ធដោយលោក Michael បានរៀបរាប់អំពីគំនិតរបស់ Leonardo da Vinci ដែលធ្វើឲ្យគាត់ក្លាយជាមនុស្សអច្ឆរិយៈស្ទើរគ្រប់មុខជំនាញខ្លឹមសារសំខាន់នៅក្នុងសៀវភៅគោលការណ៍ទាំងក្នុងសៀវភៅគឺជាគោលគំនិត7ប្រការរបស់ Leonardo da Vinci ដែលលោក Michael បានប្រមូលទិន្នន័យមកកំណត់របស់ Da Vinci និងប្រភេទផ្សេងទៀតដែលគាត់បានចាត់ទុកនៅក្នុងសៀវព្រឹត្តិការណ៍របស់គាត់នៅជាភាសាអ៊ីតាលីក៏ប៉ុន្តែកិត្តិយសដល់លោក Da Vinci ចំណុចទាំងនោះត្រូវបានគេចាត់ទុកថាជាហេតុការណ៍ទាំង7របស់ Leonardo da Vinci ដូចជាចំណុចទី1ការចង់ដឹងចង់ឃើញគឺជាភាសាអង់គ្លេសការចង់ដឹងចង់ឃើញគឺជាគោលការណ៍របស់ Leonardo da Vinci ជារឿងដែលល្អហើយធម្មជាតិរបស់មនុស្សយើងអាចនិយាយថាមនុស្សគ្រប់គ្នាសុទ្ធតែមានភាពចង់ដឹងចង់ឃើញគ្រាន់តែយើងយកវាមកប្រើជាផលប្រយោជន៍ដូចម្ដេចតែប៉ុណ្ណោះចំពោះលោក Da Vinci គាត់គឺជាមនុស្សចង់ដឹងចង់ឃើញចាប់អារម្មណ៍ចំពោះរឿងរ៉ាវផ្សេងជំវិញពិភពលោកគ្រប់ពេលវេលាហើយសំណួរដែលចោទសួរមកខ្លួនឯងរហូតបើទោះបីជាគាត់ស្ទាក់ស្ទើរនឹងជំនាញឬកើតឡើងចំពោះខ្លួនក៏ដោយចង់ដឹងចង់ឃើញចង់យល់រឿងរ៉ាវផ្សេងជាច្រើនទៀតដែលបានធ្វើឲ្យលោក Da Vinci ប្រឹងស្វះស្វែងរកចំណេះដឹងថ្មីមកដាក់ក្នុងខ្លួនហើយយើងក៏បានដឹងហើយថាការចោទជាសំណួរសួរមកខ្លួនឯងនេះជួយឲ្យដំណើរការនៃគំនិតរីកចម្រើនប្រសិនបើគាត់បានយកគោលការណ៍ទាំង7របស់លោក Da Vinci មកដាក់នៅក្នុងខ្លួននៅក្នុងការដឹកនាំនេះនឹងដឹងអំពីរបបកំហើញដែលបានកើតឡើងនេះគឺបានចាប់ផ្ដើមចេញពីសំណួរដែលគាត់ចេះចង់ដឹងចង់ឃើញជាពិសេសគឺជាសំណួរមួយដែលបានបច្ចឹមប្រទេសដែលបានចោទសួរថា what if សំណួរនេះដែលបានជំរុញឲ្យពួកគេរកឃើញកំហើញថ្មីឬក៏ផលិតផលថ្មីជាច្រើនឬមនុស្សជុំវិញពិភពលោក
ភាពជោគជ័យដ៏អស្ចារ្យរបស់គាត់បានមកពីសំណួរទី2ការយកចំណេះដឹងមកធ្វើជាការអនុវត្តចំពោះរឿងនេះនៅពេលដែលទទួលបានចំណេះដឹងរឿងរ៉ាវផ្សេងជុំវិញខ្លួនហើយក៏ត្រូវយកអនុវត្តជាបទពិសោធន៍ដើម្បីคล้ายទៅជាការសិក្សាបទពិសោធន៍និងកំហុសឆ្គងរបស់គេដែលបានកើតឡើងព្រោះយើងបានដឹងជាទូទៅហើយថាបទពិសោធន៍គឺជាអណ្ដូងផ្ដល់នូវផលប្រាជ្ញាឆ្លាតដល់មនុស្សគ្រប់គ្នាលោក Da Vinci បានចាត់ទុកថាអ្នកដែលបានស្គាល់សារៈសំខាន់នៅលើការសិក្សានិងបទពិសោធន៍គឺជាមនុស្សក្បាលរឹងមិនគោរពតាមគោលការណ៍និងទ្រឹស្ដីដែលគេស្របគ្នាទទួលស្គាល់នាសម័យនោះជាពិសេសរឿងដែលពួកគេមិនដែលមានឱកាសទទួលជោគជ័យដោយខ្លួនឯងលោក Da Vinci ក៏បានទទួលស្គាល់ថាការសិក្សាបទពិសោធន៍រមែងកិច្ចផុតអំពីការសិក្សាកំហុសឆ្គងផ្សេងគាត់ធ្លាប់បរាជ័យជាច្រើនកន្លងមកហើយក៏ប៉ុន្តែមិនដែលបញ្ចប់ការសិក្សាស្រាវជ្រាវនិងការសាកល្បងចំពោះរឿងរ៉ាវថ្មីនោះទេទី3ការកែប្រែសម្រួលអភិវឌ្ឍដួងវិញ្ញាណទាំង5របស់គាត់លោក Da Vinci គឺជាមនុស្សម្នាក់ដែលចូលចិត្តទុកដាក់លើដួងវិញ្ញាណទាំង5ដូចជាការមើលឃើញការស្ទាបរសជាតិនិងក្លិនជាពិសេសការមើលតាមរយៈរូបភាពបន្ទាប់តាមរយៈការស្ដាប់តន្ត្រីក្រៅពីនេះ Da Vinci ក៏បានផ្ដោតសំខាន់ចំពោះសិល្បៈផ្សេងទៀតដូចជាការស្លៀកសម្លៀកបំពាក់ដែលមានសាច់ក្រណាត់ដ៏ល្អបំផុតបន្ទាប់អំពីការធ្វើការពារទៅដោយក្លិនទឹកអប់និងទឹកអប់គ្រប់ពេលវេលាចំណែកឯចំណីអាហារវិញគាត់បានយកចិត្តទុកដាក់ទៅលើការរចនារសជាតិជាចម្បងមនុស្សជាច្រើនប្រហែលជាមិនបានដឹងថាលោក Da Vinci នេះគឺជាមនុស្សដំបូងគេដែលបានបង្កើតគំនិតនិងការណែនាំមានការបរិភោគអាហារសាមញ្ញក៏ប៉ុន្តែផលប្រយោជន៍សម្រាប់វិធីជំនាញផ្សេងនឹងប្រែក្លាយទៅជាការពោពេញទៅដោយសម័យនាបច្ចុប្បន្នទៀតផងដែលយើងតែងតែហៅថាអាហារ Cocktail គាត់បានបញ្ជាក់ថាមនុស្សភាគច្រើនតែងតែមើលឃើញស្ដាប់មិនឮស្ទាបមិនបានញ៉ាំក៏មិនដឹងរសជាតិហិតក៏មិនដឹងក្លិនហើយចំណុចដ៏សំខាន់បំផុតនិយាយមិនបានគិតរឿងទាំងអស់នេះដែលបានបំផ្លាញគំនិតនៃការរីកចម្រើនរបស់មនុស្សគាត់បានផ្ដល់នូវសារៈសំខាន់ចំពោះការកែប្រែឬក៏បរិយាកាសការងារឲ្យស្របតាមវិញ្ញាណហើយចំណុចដែលសំខាន់បំផុតរបស់ពួកគេដែលបានបញ្ជាក់អ្វីដែលប្រព័ន្ធវិញ្ញាណរបស់យើងដឹងប្រៀបបីដូចជាផ្ដល់អាហារដល់ខួរក្បាលគោលការណ៍នេះហើយដែលអាចយកមកប្រើជំនួសការគិតត្រឹមត្រូវហើយអាចធ្វើឲ្យខួរក្បាលមានការអភិវឌ្ឍនិងរីកចម្រើនគ្រប់ពេលវេលាទៀតផងប្រសិនបើបង្កើតបរិយាកាសការងារឲ្យសមស្របទៅជាមួយនឹងគំនិតអភិវឌ្ឍគំនិតខាងក្រៅទទួលការជំរុញពីបរិយាកាសតួយ៉ាងដូចជាក្រុមហ៊ុនរចនាម៉ូដក្រុមហ៊ុនឃោសនាឬការតាក់ទងទៅជាមួយនឹងសិល្បៈជាដើមដែលមានការតុបតែងធ្វើឲ្យចង់ធ្វើការខុសពីក្រុមហ៊ុនដែលតាក់ទងលេខឬក៏ការងារធ្ងន់ដែលមើលទៅសោះក៏ក្រោះដែលគួរឲ្យអាណិតនិងមើលដូចជាគ្មានជីវិតចំណែកឯទឹកមុខក្រៀមក្រំដូចជាមនុស្សយន្តអញ្ចឹងសូមបញ្ចប់ត្រឹមនេះហើយបន្តតាមដានភាគបន្ត